បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី27ខែ5ឆ្នាំ2026អញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី27ខែ5ឆ្នាំ2026អញ្ចឹងខ្ញុំបាទក៏មានតម្រុយលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់10អញ្ចឹងនេះគឺជាតម្រុយលេខអុកខ្ទង់តម្រុយលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់10រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់អញ្ចឹងតម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ14អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ25អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ53នេះគឺជាតម្រុយលេខតូចគ្រាប់ទី3រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ89អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី4រីឯតម្រុយលេខធំតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណអញ្ចឹងតម្រុយលេខធំគ្រាប់ទី1គឺមានតម្រុយលេខ0.73គុណ0.73គុណតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ7 28គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណ0.3គុណ7 28គុណអញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី27ខែ5ឆ្នាំ2026តម្រុយលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់10អញ្ចឹងតម្រុយលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់10រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់អញ្ចឹងតម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ14តម្រុយគ្រាប់ទី2គឺមានតម្រុយលេខ25រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ53តម្រុយគ្រាប់ទី4គឺមានតម្រុយលេខ89រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណតម្រុយគ្រាប់ទី1គឺមានតម្រុយលេខ0.73គុណតម្រុយគ្រាប់ទី2គឺមានតម្រុយលេខ7 28គុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា